សួស្តីបងប្អូនទាំងអស់គ្នាហើយក៏ស្វាគមន៍សារជាថ្មីការមកកាន់វីដេអូបង្រៀនភាសាចិនរបស់ខ្ញុំដែលជាពាក្យប្រើប្រាស់នៅក្នុងការងារប្រចាំថ្ងៃរបស់អ្នកទាំងអស់គ្នាហើយពេលនេះផងដែរខ្ញុំលើកយកពាក្យការងារគង់ជក់ប្រាក់ខែគង់ជឺលុយលើកទឹកចិត្ត奖金លុយធីប小费ធ្វើការ上班ចេញធ្វើការ下班ថែមម៉ោង加班សម្រាប់休息要ចង់需要ត្រូវការ有មាន没有មិនមានឬក៏គ្មាន没有多少ប៉ុន្មាននៅមាន还有នៅសល់剩下ដូចរបៀបដូចថាភ្ញៀវគាត់ញ៉ាំនៅសល់អញ្ចឹងយើងប្រាប់ថា你的菜还剩下អញ្ចឹងយើងប្រើពាក្យហ្នឹងណាហើយយ៉ាងម៉េច怎么យ៉ាងម៉េច怎么呢យ៉ាងម៉េចហ្នឹង怎么呢ដឹង知道了解យល់យើងប្រើពាក្យថា了解យល់មួយទៀតយើងប្រើពាក្យថា明白ដឹងយើងប្រើពាក្យថា懂អញ្ចឹងដឹងមានពីរយល់ក៏មានពីរដែរ知道你知道吗我知道了ខ្ញុំដឹងហើយ懂你懂吗懂ហ្នឹងបកថាដឹងឬក៏ចេះអញ្ចឹងយើង你懂吗我懂了你了解吗我了解了យល់អត់យល់ហើយ明白吗我明白了អញ្ចឹង知道ដឹង了解យល់明白យល់懂ដឹងឬក៏ចេះចឹងតួនាទីការងារគឺយើងសម្រាប់អ្នកអនាម័យគឺយើងប្រើពាក្យថា保洁ចុងភៅ厨师អ្នកកាត់សាច់切肉លាងបន្លែ洗菜អបសុក无聊កែប្រែ改编គាំទ្រ支持ដូចថាយើងកំងអីវ៉ាន់ទៅវាអស់ស្តុកណាអញ្ចឹងយើងឬក៏ភ្ញៀវកំងអីវ៉ាន់មួយហ្នឹងឬក៏ភេសជ្ជៈមួយហ្នឹងគឺយើងចង់ប្រាប់ភ្ញៀវថាអស់ស្តុកអីឬក៏ដាច់ស្តុកអីអញ្ចឹងយើងប្រើពាក្យថាទាន់ហួកឬក៏មួយទៀតយើងប្រើបែបយើងរកនឹកអានឹងអត់ឃើញយើងអាចប្រើពាក្យមួយទៀតថា没有货អត់មានស្តុកទេអញ្ចឹងសម្រាប់មេរៀនរបស់យើងថ្ងៃនេះក៏ប៉ុណ្្នឹងដែរហើយក៏អរគុណអ្នកទាំងអស់គ្នាសម្រាប់ការតាមដានវីដេអូមួយនេះកុំភ្លេចចុច like comment និងចុច share ដើម្បីចែករំលែកចំណេះដឹងទាំងអស់នេះទៅកាន់មនុស្សជាទីស្រឡាញ់អរគុណ